ទៅលើរោងពោះនេករាជធ្វើឲ្យពឹសពោះនោះជ្រាបចូលពេញដើមស្វាយនិងផ្លែស្វាយបណ្ដាលឲ្យមានជាតិពឹសពុលក្នុងផ្លែស្វាយតែចង្រៃជាប៉សម្រាប់អញតាតែធប់ដល់អញមិនស្លាប់ដោយសេនាឆេះសាឡបងមុនទៅទៅសម្រាប់ទៅមកអង្គុយទៅនឹងសិនហើយអើយយាយយើងទាំងពីរអ្នកសពថ្ងៃនេះវាកាន់តែចាស់ជារៀនណាស់ទៅហើយទន្ទឹងចាំតែថ្ងៃស្លាប់ហើយវាក៏ក្រស្លាប់ទៀតបើលំបាកវេទនាយ៉ាងនេះតើយើងគួររស់នៅធ្វើអីទៀតមែនហើយតាអើយយើងមិនក៏ក្រស្លាប់មិនដែរក្រលំបាកហើយកម្លាំងក៏កាន់តែខ្សោយធ្វើម៉េចនឹងអាចរក្សាដំរីស្ដេចបានល្អទៅបើយើងចង់ស្លាប់ដូចគ្នាយ៉ាងនេះវាជាការល្អហើយណាយាយចាំខ្ញុំទៅលួចបេះស្វាយពុលរបស់ព្រះរាជាមកស៊ីម្នាក់មកផ្លែទៅពិតជាស្លាប់យ៉ាងងាយហើយអញ្ចឹងយាយវានៅចាំខ្ញុំទៅនឹងហើយណាចាខ្ញុំនៅចាំតាទៅចុះខ្ញុំទៅហើយណាយាយវាណាឆ្ងាញ់ណាស់តើបើជាឆ្ងាញ់មែនអូឲ្យក៏បានឆ្ងាញ់អញ្ចឹងទោះបីជាស្លាប់ទៅក៏មិនស្ដាយខូចដែរមែនហើយតើនិយាយវាខ្ញុំដូចជាសបាំងភ្នែកហើយនេះខ្ញុំក៏ដូចគ្នាដែរតាជីតិចពឹសធ្វើទុកចិត្តដល់ពេលស្លាប់ជាដឹងតាក្រោយមកពូនេករាជនោះក៏បានលូនចេញពីក្នុងរូងក្រោមដើមស្វាយនោះទៅហើយមិនយូរប៉ុន្មានដើមស្វាយនោះក៏សាបរលាបពឹសដោយផ្លែស្វាយធម្មតាវិញប៉ុន្តែឥតមាននរណាដឹងឡើយក្រោយពីស្ដេចបានហាមមិនឲ្យនរណាទៅបេះផ្លែស្វាយនោះឆេហើយតើរឿងនេះបញ្ចប់ដល់ចណាទៅតាយាយទាំងពីរមិនស្លាប់ក៏ប្រែទៅជាក្មេងវិញហើយក្រោយមកដំណឹងនេះក៏បានលេចលឺដល់ព្រះរាជាក៏បញ្ជាឲ្យទៅហៅតាយាយទាំងពីរមកជួបណែលោកមហាសេនាក្រាបទូលតើអ្នកទាំងពីរនេះដែលជាតាយាយចិញ្ចឹមដំរីស៊ីផ្លែស្វាយប្រែខ្លាចពីចាស់ទៅជាក្មេងនោះពិតហើយព្រះអង្គគឺគេទាំងពីរអ្នកនេះហើយក្រាបទូលគួរឆ្ងល់ដែរមិនក៏សេនាស៊ីផ្លែស្វាយនោះទៅពលស្លាប់ឯតានឹងយាយប្រែខ្លាចទៅជាក្មេងវិញនេះប្រហែលជាដើមស្វាយនោះមានអាកំបាំងអីទីដឹងក្រាបទូលបើអញ្ចឹងលោកនាំគ្នាទៅពិនិត្យដើមស្វាយនោះទៅមើលតើមានអាចកំបាំងអីទៅទទួលព្រះរាជបញ្ជាក្រាបទូលពេលដែលសេនានាំគ្នាទៅពិនិត្យមើលក្រោមដើមស្វាយនោះក៏បានឃើញរូងពោះនេករាជដែលពោះនេករាជនោះបានវាចេញទៅបាត់ទើបព្រះអង្គទ្រង់មានវិបដិសារីយ៉ាងខ្លាំងអោសេកអើយសេកអញមិនគួរសម្លាប់ឯងដោយខ្វះការពិចារណាអញ្ចឹងសោះហើយរឿងនេះយើងបារម្ភខ្លាចក្រែងវាមិនខុសពីរឿងចៅមាយើងនេះមិនអីទេបើនេះទ្វារមិនព្រមបើកយើងទៅកាន់ទ្វារទិសដលទៀតគេមុខជាមិនហ៊ានរឹងតឹងនឹងព្រះរាជបញ្ជាទេតោះឆាប់ទៅណែនេះទ្វារទិសដលប្រញាប់បើកទ្វារយើងឆាប់ឡើងព្រះរាជាត្រាស់បញ្ជាឲ្យយើងនាំអ្នកទោសនេះយកទៅប្រហារជីវិត
ចុះអនអ្នកពេជ្ជឃាតរងចាំដល់ព្រឹកចុះយើងនឹងបើកទ្វារឲ្យតែជប់អាត្រិតយ៉ាងនេះយើងមិនបើកទ្វារឲ្យទេព្រោះវាខុសនឹងបទបញ្ជាតាំងពីបរមបុរាណមកតើបទបញ្ជារបស់លោកអាចធំជាស្ដេចផែនដីលោកមិនអាចប្រឆាំងបានទេណាព្រះរាជបញ្ជាមិនមាននរណាអាចប្រឆាំងបានទេតែព្រះមហាក្សត្រទ្រង់មានទស្សពិតរាជធម៌ហើយទស្សពិតរាជធម៌នេះកំណត់បានស្មើនឹងព្រះរាជបញ្ជាស្មើនឹងច្បាប់ដែលកំណត់ឲ្យនីតិវិធីទាំងអស់គោរពសូមអ្នកពេជ្ជឃាតស្ដាប់ឲ្យច្បាស់យើងសូមប្រាប់អ្នកអំពីទស្សពិតរាជធម៌នោះវាមាន10ប្រការ1គឺទានលក្ខជាការធ្វើអំណោយ2គឺសិលៈជាការរក្សាសិល5ហើយសិលទាំង5នោះគឺអនាតិបតាអតនេទានាកាមេសុមច្ឆាចារាមុសាវាសូរាមេរយៈមជ្ជបមាតដ្ឋានាប្រការ3គឺបរិច្ចាគឺជាការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ4អជីវៈមានសេចក្តីទៀងត្រង់5មតវៈមានសេចក្តីទន់ភ្លន់ស្លូតសុភាពរៀបសារ6តបៈការកាន់ឧបោសថសិលតាមកាលកំណត់ម្ដង7អកោធនៈមិនកម្ដៅក្រហាយដល់អ្នកដទៃ8អវិហិង្សាមិនបៀតបៀនអ្នកដទៃ9ខន្តិមានសេចក្តីអត់ធន់ហើយប្រការទី10គឺអវិរោធនៈមិនបំពានលើធម៌និងលើច្បាប់ចំណុចទាំង10ប្រការដែលខ្ញុំបានបកស្រាយប្រាប់អ្នកទាំងអស់គ្នានៅក្នុងពេលនេះគឺជាទស្សពិតរាជធម៌របស់ព្រះមហាក្សត្រណា